Rod bó đo nhôm đã rútនៅម៉ាសានពិសេសនៅទីក្រុងលីនក៏នៅលីនតាមញោមបានផ្ញើបច្ច័យមកប្រគេនខ្ញុំគណៈសមាភិបបានទទួលហើយសូមថ្លែងអំណរគុណនិងអរគុណដល់ញោមជាម្ចាស់ទានក៏មានញោមឧបាសិកាសុនសុនច័ន្ទឌីបងណាច័ន្ទឌីឬក៏ម៉ាប់ទេមកមើលទៅអត់ច្បាស់បងហ្នឹងហើយក៏នឹងលោកយឹមម៉ែនព្រមទាំងក្រុមគ្រួសារនិងកូនចៅបានអនុមោទនាចំនួន$100ក្នុងការកសាងព្រះវិហារថ្មីលោកសែមមីព្រមទាំងក្រុមគ្រួសារចំនួន$100ឧបាសិកាកែវគឹមផននិងក្រុមគ្រួសារ$50អ្នកស្រីកែវគឹមធឿនចំនួន$30ឧបាសិកាសុនសាមេតនិងក្រុមគ្រួសារសរុប$30និងសរុបបច្ច័យទាំងអស់ចំនួន$310និងចូលបុណ្យកាន់បិណ្ឌនិងជុំបិណ្ឌចំនួន$20ខ្ញុំគណៈអាត្មាសូមត្រេកអរអនុមោទនាបុណ្យកុសលរបស់ញោមនិងសូមប្តឹងដល់វត្ថុស័ក្តិសិទ្ធិមានគុណបរតនត្រ័យទាំង3គឺពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈសូមឲ្យដេជះបុណ្យបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់នោះតាមជួយបីបាច់ថែរក្សាញោមជាម្ចាស់ទានព្រមទាំងក្រុមគ្រួសារកូនចៅសូមឲ្យបានសេចក្តីសុខសេចក្តីចម្រើននៅក្នុងគណៈពេលនេះគឺខ្ញុំគណៈអាត្មាភាពក៏សូមខន្តីអភ័យទោសដែរខ្លាចអានឈ្មោះមិនត្រូវព្រោះអាត្មាតមើលតដោះវ៉ែនតាចិត្តមើលដោះវ៉ែនតាពេលឆ្ងាយត្រូវពាក់វ៉ែនតាមើលយ៉ាងហើយថ្ងៃនេះគឺខ្ញុំគណៈអាត្មាបានទទួលបច្ច័យហើយចំនួន$330ពីសំណាក់ញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមកសាងព្រះវិហារថ្មីជាពិសេសគឺជាដែកដើម្បីចាក់ភ្នំព្រះវិហារនៅក្នុងពេលដែលដែកកំពុងតែចុះតម្លៃចឹងសូមអរគុណណាស់ហើយនឹងក៏សូមជូនបុណ្យជូនកុសលដល់ម្ចាស់ទានសូមឲ្យមានសុខភាពល្អណាសូមឲ្យទេវតាតាមជួយបីបាច់ថែរក្សាដល់ញោមដែលជាម្ចាស់ទានគ្រប់រូបគ្រប់គ្នាទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនហើយសូមបញ្ជាក់ផងដែរញាតិញោមពុទ្ធបរិស័ទនៅគណៈពេលនេះវត្តរតនមហាមុនីហៅវត្តបលង្កីកំពុងកសាងសេនាសនៈបដិបត្តិទាំងហើយញាតិញោមបានជួយជាបច្ច័យមកខ្ញុំគណៈអាត្មាភាពក៏ត្រេកអរអនុមោទនាណាស់បានរៀបចំធ្វើសេនាសនៈជូនដល់ចាស់ដែលគាត់មកបដិបត្តិធម៌នៅវត្តបលង្កីមួយចំណែកនេះសូមក៏ជូនបុណ្យអាត្មាក៏ជូនបុណ្យដល់ញាតិញោមទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនសពកាលសពវេលាសូមអនុមោទនានេះគឺជាសេនាសនៈបដិបត្តិរបស់លោកយាយឧបាសកឧបាសិកាញាតិញោមពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃប៉ុណ្ណានេះក៏ព្រះសង្ឃហើយសេនាសនៈបដិបត្តិនេះយើងធ្វើពីបេតុងសុទ្ធប៉ុណ្ណាយើងចាក់ស៊ីម៉ង់នេះពុំជាងកំពុងតែដំណើរការបច្ចុប្បន្នមានជាងធ្វើការនៅក្នុងវត្តនេះមានចំនួន15នាក់ប៉ុណ្ណាជាង15នាក់ដែលធ្វើការនៅក្នុងវត្តនេះក៏អរគុណណាស់ញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានចូលរួមជួយទំនុកបំរុងនិងអនុមោទនាបុណ្យញាតិញោមទាំងអស់គ្នាសូមចម្រើនពរសូមអរគុណហើយកន្លែងនេះគឺមានចំនួន8ខ្នងកត់សម្រាប់យាយសំណាក់ធហើយក្នុងមួយខ្នងតម្លៃ$1000មានចាឈ្មោះម្ចាស់សទ្ធាម្ចាស់ទានទាំងអស់ដាក់នៅនឹងកត់នឹងដើម្បីទុកជាអនុស្សាវរីយ៍សូមជ្រះថ្លាអនុមោទនាបាទ